បាទសូមគោរពជំរាបសួរបងប្អូនអ្នកគ្នាជាទីគោរពស្រឡាញ់បាទបងប្អូនអ្នកគ្នាបាទសារនេះគឺខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនខ្មែរយើងមួយចំនួនទូចបាទដែលតែងតែបង្កើតបញ្ហាបំពុលសង្គមទាំងឡាយបាទព្រោះមួយថ្ងៃពីរថ្ងៃទៅនេះគឺខ្ញុំអូសមិនផុតសោះទូរស័ព្ទបាទគឺសុទ្ធតែជាបញ្ហាបាទអ្នកដែលបំពុលសង្គមទាំងឡាយហ្នឹងគឺពួកគាត់អត់ហត់ហ្មងបាទអត់ចេះមើលប្រទេសជាតិថាប្រទេសជាតិខ្លួនឯងនឹងកំពុងមានបញ្ហាអីបាទរកបញ្ហានេះរកបញ្ហានោះដើម្បីមកបំពុលសង្គមគ្រប់ពេលបាទដើម្បីតែ like ដើម្បីតែ view បាទដើម្បីតែលុយទេពួកនេះបាទមួយចំនួនទូចនេះបាទគោលបំណងនិងគោលដៅរបស់គេគឺមានតែប៉ុណ្្នឹងបាទល្មមមកឈប់ទៅបាទអ្នកអស់លោកទាំងឡាយអើយបាទល្មមមកឈប់ទៅបាទយើងគិតពីរឿងប្រទេសជាតិខ្លះទៅបាទកុំគិតតែពីរឿងអត់ប្រយោជន៍រឿងបំពុលសង្គមទាំងឡាយនេះពេកបាទមើលលួសចោលសៀមផងវារំកិលដល់ណាដល់ណីហើយបាទមើលផងបាទអ្នកដែលយើងត្រូវខ្វល់យើងត្រូវគិតនោះណោះបងទីហ៊ាននៅជួរមុខបាទថាតើពួកគាត់រាល់ថ្ងៃនេះខ្វះអីមានផលបាក់អីខ្លះបាទរឿងប្រទេសជាតិដែលយើងត្រូវគិតមិនមែនពួកមួយក្រុមឯងហ្នឹងចេញមកបំពុលសង្គមគ្រប់ពេលហ្នឹងទេបាទអាណិតជាតិមួយនេះផងអាណិតបងនៅជួរមុខនេះផងបាទអាណិតរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ផងបាទដែលពួកគាត់មិនបានដេកមិនបានពូនទេរាល់ថ្ងៃនេះបាទដោយសារតែរឿងប្រទេសជាតិរឿងព្រំដែនមួយនេះបាទតែពួកមួយក្រុមទូចហ្នឹងមួយថ្ងៃពីមួយថ្ងៃមិនចេះខ្វះរឿងបង្កើតរឿងនេះបង្កើតរឿងនោះអត់យល់ថាខួរស្អីគេពួកនេះអាងអីតែភ្នែកតែក្បោសុំទោសសួរថាសុំទោសហ្នឹងវាមិនវាចប់មែនបងប្អូនឯងសុទ្ធតែជាគ្រួសារយើងទេបាទសុទ្ធតែជាគ្រួសារយើងទេប៉ុន្តែហេតុអីបានអ្នកទាំងអស់គ្នាចេញមកដូចអត់យល់ពីស្ថានភាពប្រទេសខ្លួនឯងថ្ងៃនេះអញ្ចឹងបាទអញ្ចឹងក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំសុំយ៉ាងអ្នកកាន់ជើងអ្នកដែលបង្កណាសុំផ្អាកទៅបាក់ទៅយើងគួរតែយកពេលវេលាមកគិតពីបាទប្រទេសជាតិបាទគិតពីបាទព្រំដែនយើងថាតើចៅសៀមវារំកិលលួសដល់ណាដល់ណីហើយបាទអញ្ចឹងខ្ញុំមានតែសូមបាទអំពាវនាវដល់បងប្អូនយើងទាំងអស់គ្នាបាទទាំងអ្នកដែលត្រៀមនឹងបង្កើតបញ្ហានិងអ្នកដែលបង្កើតបញ្ហារួចទៅហើយបាទសូមបងប្អូនអរគ្នាមេត្តាងាកមកមើលព្រំដែនខ្លះទៅបាទហើយមួយទៀតគឺខ្ញុំសូមអំពាវនាវដល់បងប្អូនយើងទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសបាទយើងចូលរួមពហិការតំណែងចោលសៀមបន្តទៀតបាទដើម្បីជាតិមាតុភូមិយើងមួយនេះបាទព្រោះមួយថ្ងៃពីមួយថ្ងៃចោលសៀមគឺវាមិនបាទរំសាយមហិច្ឆតារបស់វាដែលចង់លេបយកទឹកដីរបស់យើងទេបាទអញ្ចឹងសូមបងប្អូនជនរួមជាតិទាំងអស់គ្នាបាទដែលមានឈាមជ័រជាខ្មែរមិនថាក្រៅប្រទេសឬក៏នៅក្នុងប្រទេសនេះទេបាទយើងគួរតែបាទសហការគ្នាបានល្អក្នុងគ្រានេះបាទក្នុងគ្រាមួយនេះបើយើងមិនសហការមិនសាមគ្គីគ្នាទេយើងប្រកបជាពិបាកហើយបាទហើយរាល់ថ្ងៃនេះកម្ពុជាយើងក៏បានជួបរឿងល្អៗជាច្រើនមកហើយបាទអញ្ចឹងសូមកុំបាទបង្ហោះឬក៏បង្កើតបញ្ហាណាដែលបំពុលសង្គមអីបាទយើងគួរតែលុបបំបាត់ចោលរឿងដែលប៉ះពាល់ដល់ជាតិសាសន៍យើងមួយនេះបាទទាំងអ្នកដែលនឹងត្រៀមនឹងបង្កើតនិងអ្នកដែលបាទបង្កើតរួចហើយបាទយើងបញ្ចប់ត្រឹមនេះទៅបាទយើងងាកមកមើលការងារជាតិយើងវិញម្ដងបាទសូមអរគុណ